ប្រិមត្តទីមត្រីដែលឡែកប្រធានក្រុមការងារបកឃុំកំពុង7វិញក៏បានចោះជួបសំណេះសំណាលសួរសុខទុក្ខទៅដល់បងប្អូនប្រជាពលរដ្ឋជាពិសេសគ្រួសារអតីតយុទ្ធជនពលីពិការនិងនិវត្តជនសរុបដល់ទៅចំនួន95នាក់នៅឯសាលាឃុំកំពុង7លោកឈឹងសាវីមេឃុំកំពង់7បានសម្ដែងនឹងការស្វាគមន៍និងសោមនស្សរីករាយចំពោះវត្តមានឯកឧត្តមប្រធានក្រុមការងារនិងសហការីនាពេលនេះដែលធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍កក់ក្ដៅមានទឹកចិត្តនៅក្នុងការគាំទ្រគណៈបកព្រោះថាសុខទុក្ខរបស់ប្រជាពលរដ្ឋគឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំនៅក្នុងឱកាសនោះឯកឧត្តមកឹមបណ្ណាបានលើកឡើងនឹងការសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ថ្នាក់ដឹកនាំនៃគណៈបកគ្រប់លំដាប់ថ្នាក់ផ្ញើជូនដល់ប្រជាពលរដ្ឋគ្រួសារអតីតយុទ្ធជនពលីពិការនិងនិវត្តជនថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កលៈទេសៈឯកឧត្តមក៏បានកោតសរសើរដោយស្មោះចំពោះស្មារតីដឹកនាំរបស់អាជ្ញាធរភូមិឃុំរួបរวมសាមគ្គីគ្នាវិញជាធ្លុងមួយដែលធ្វើឲ្យឃុំកំពង់7ទាំងមូលមានសុខសวัสดิភាពយ៉ាងល្អប្រសើរនោះនៅក្នុងឱកាសនោះឯកឧត្តមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកុំមានការជឿការញុះញង់ឬក៏ព័ត៌មានមិនពិតនិងត្រូវមានទំនុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដីឲ្យបានគង់វង្សឯកឧត្តមក៏បានប្រសិទ្ធពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខជូនដល់គ្រួសារអតីតយុទ្ធជនពលីពិការនិងនិវត្តជនទាំងអស់សូមមានសុខភាពល្អបរិបូរណ៍ប្រាជ្ញាឆ្លៀសវៃនិងជួបប្រទះតែពុទ្ធពរទាំង5ប្រការកុំបីឃ្លៀងឃ្លាតឡើយ